របៀបបង្កើតករណីភីនតតនិងបំពេញអាសយដ្ឋានដឹកជញ្ជូនតាមរយៈ CE ជាដំបូងយើងចូលមកកាន់ app ភីនតតជំហានបន្ទាប់យើងធ្វើការ register ជាមួយលេខទូរស័ព្ទរបស់យើងមកហើយចុចលើពាក្យ agree and continue រួចធ្វើការរងចាំលេខកូដសម្រាប់ sign in រួចធ្វើការបំពេញវាមកនោះយើងធ្វើការ register បានជាការស្រេចបន្ទាប់ពីយើងធ្វើការ register រួចរាល់ហើយយើងត្រូវធ្វើការដាក់ទីតាំងដឹកជញ្ជូនទំនិញដូច្នេះមុននឹងអាចដាក់ទីតាំងបានអ្នកទាំងអស់គ្នាត្រូវមាន app CE Express ជាមុនសិនប្រសិនជាបងប្អូនមិនទាន់ចេះ register app CE Express.cn ទេអាចចូលទៅកាន់ link ខាងក្រោមបានបន្ទាប់មកអ្នកទាំងអស់គ្នាចូលមកកាន់ app CE Express មកយើងធ្វើការចូលមកកាន់អាសយដ្ឋានឃ្លាំងនៅប្រទេសចិនហើយចុចលើពាក្យចុចចម្លងទាំងអស់មកបន្ទាប់មកទៀតយើងធ្វើការចូលមកកាន់ app ភីនតតរួចចុចលើពាក្យ address មកដល់កន្លែងនេះបងប្អូនធ្វើការចុចទៅលើសញ្ញាបូកនេះមកដើម្បីធ្វើការ add address ថ្មីរួចចុចពាក្យ allow pass មករួចធ្វើការ pass address ចូលមកហើយយើងធ្វើការ save link វាមកដល់កន្លែងនេះវានឹង load auto ដល់អាសយដ្ឋានឲ្យយើងហើយអញ្ចឹងយើងធ្វើការចុចពាក្យខាងលើនេះមកបន្ទាប់មកដល់កន្លែងនេះយើងនឹងឃើញអាសយដ្ឋានដែលយើងបានបំពេញមុនហ្នឹងគឺវាបានផ្លាស់ប្ដូរទៅតាមតំបន់ខេត្តដែលទៅជាមួយអាសយដ្ឋានឃ្លាំងចិនរបស់យើងហើយ